สุดท้าย Galaxy S25s ត្រូវបាន Samsung ដាក់លក់ជាផ្លូវការហើយជាមួយនឹងតម្លៃ $1099 សម្រាប់លក្ខណៈសម្បត្តិទូទៅមានដូចជាស៊ុំជុំវិញប្រើជាទីតានាមមានកម្រាស់ 5.8 មីលីម៉ែត្រទម្ងន់ 163 ក្រាមសម្រាប់ផ្នែកអេក្រង់នៅលើ Galaxy S25s មានអេក្រង់ទំហំ 6.7 អ៊ីងកម្រិតបង្ហាញ Quad HD+ និងក្រាលការពារដោយកញ្ចក់ Gorilla Glass Ceramic 2 កម្លាំងម៉ាស៊ីនដែលបំពាក់នៅក្នុងខ្លួនរបស់ Galaxy S25s ក៏មិនខុសពី Galaxy S25 Ultra ដែរគឺប្រើបន្ទះ chip Snapdragon 8 Elite រត់នៅលើ Android 15 និងស្រោបដោយផ្ទៃ UI One UI 7 មិនខុសពីសិស្សប្អូនរបស់វាឡើយអ្វីដែលខុសគ្នានោះគឺផ្នែកកាមេរ៉ានៅលើ Galaxy S25s នេះមានកាមេរ៉ាតែ2គ្រាប់ប៉ុណ្ណោះខុសពី Galaxy S25 Ultra ដែលមានកាមេរ៉ាដល់ទៅ4គ្រាប់ Lens Gold មានទំហំ 200 megapixel និងមួយគ្រាប់ទៀតជា Lens Tule មានទំហំ 12 megapixel អាចថតវីដេអូដល់ 8K 30 frame ដូចគ្នានឹង Galaxy S25 Ultra ដែររីឯកាមេរ៉ាខាងមុខមានទំហំ 12 megapixel ថាមពលថ្មរបស់ Galaxy S25s មានទំហំ 3900 mAh និងអាចសាកចូលវិញជាមួយនឹងកម្លាំងសាក 25W ដូចនេះគឺជាលក្ខណៈសម្បត្តិខ្លះៗដែលមាននៅក្នុងខ្លួនរបស់ Galaxy S25s ដែលទើបតែដាក់បង្ហាញជាផ្លូវការសម្រាប់អ្នកគាំទ្ររបស់ខ្លួន